បានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តអារាមធ្វើបុណ្យចែកទាននិងសមាទានរក្សាសិលទាំងសំបុណ្យពុទ្ធសិលទាំងអស់នេះអានិសង្ឃនៃការឲ្យទាននិងផលនៃការឲ្យទានបានព្រានបណ្ដៅឲ្យដំបូលមានដល់គេឲ្យស្គាល់នៅចេះការបរិច្ចាគទាននោះពួកគេនឹងបានទៅកើតជាសហាយទេវតានៅជានិមមាននរដីសិរីបុត្រប៉ុន្តែនៅពេលដែលពួកគេអស់បុណ្យអស់ឫទ្ធិអស់អំណាចអស់បារមីអស់អាយុខ័យនៅក្នុងចិនទេវតានិមមាននរដីនោះពួកគេនឹងក្លាយជាអាខាមីគឺត្រូវត្រឡប់មកវិញគឺត្រូវត្រឡប់មកកើតជាសត្វនរកត្រូវត្រឡប់មកកើតជាសត្វឌីរេឆានត្រូវត្រឡប់មកកើតជាប្រែតវិស័យត្រូវត្រឡប់មកកើតជាសត្វមនុស្សលោកវិញទៀតបទជនធម្មតានេះបានត្រឹមតែផលធំនៃទានតែមិនបានអានិសង្ឃធំនៃទានតាមបែបទី5សិរីបុត្រមានសត្វចម្ពោះខ្លះទៀតជាចម្ពោះដែលមិនបានគិតដោយក្រុមទី1គឺមិនបានគិតថាការធ្វើទានគឺមានចិត្ត